ខ្ញុំសង្វេគខ្ញុំលើករឿងពីរមកនិយាយបងប្អូនឃើញរូបថតខាងលើនឹងហើយមួយវាយមនុស្សចាស់ដែលជាចោរពីរវាយមនុស្សដែលញៀនឆ្នាំហើយមិនគោរពមេដាបិតា content ពីរនេះកំពុងមានការផ្ទុះមែនតើនៅកម្ពុជាក្នុងពេលមួយថ្ងៃពីរថ្ងៃហ្នឹងពីព្រោះខ្ញុំគិតថាការវាយដំឆំត្រាក់ជាអំពើហិង្សាដែលមិនគួរបង្ហាញនៅក្នុងសាធារណៈក៏ប៉ុន្តែនៅក្នុងចេតនានៅវីដេអូទាំងពីរហ្នឹងមួយខឹងដែលគាត់ជាចោរលួចរបស់ខ្លួនឯងហើយបញ្ចេញអំពើហិង្សាហ្នឹងដោយកំរោលហើយអត់បានបញ្ជាក់នៅភាពស្មោះត្រង់ថាគាត់ជាចោរទេគាត់ទៅពីវាយហើយបង K01 គឺគាត់បានវាយដោយការអប់រំឲ្យគាត់នឹងគោរពមេដាបេដាក្នុងរយៈពេលហ្នឹងហើយដោយការទង្វើរបស់ក្មេងហ្នឹងវាអត់គោរពហើយវាគ្រឹះថ្មិញដាក់គេមកទុំបានវាយអញ្ចឹងដោយការអនុញ្ញាតពីមេដាថាអនុញ្ញាតពីម្ដាយគាត់ថាទៅបដៅមិនបដៅទៅឲ្យតកូននឹងស្ដាប់អញ្ចឹងគេសមួយបានដៃវាយយកតែម្ដងហើយតែចេតនានោះគឺដើម្បីអប់រំក្មេងទេងាកមកយើងវិញដែលជាអ្នកមើលទស្សនាក៏មានប្រតិកម្មគួរចេះលើកពីអតីតកាល K01 អីមកនិយាយថាជាមនុស្សអីជាដើមអញ្ចឹងទៅបំពុលសង្គមជាដើមទៅក៏ប៉ុន្តែយើងត្រូវឲ្យការកាត់សេចក្តីមួយនេះដោយយុត្តិធម៌ទៀងត្រង់ស្ដាប់ពីគោលបំណងនិងហេតុផលហើយកាត់សេចក្តីនៅក្នុងរឿងហ្នឹងខ្ញុំមិនគ្រប់គ្រងទេអំពើហិង្សាអត់គ្រប់គ្រងទេអំពើហិង្សានៅបំពុលសង្គមក៏ប៉ុន្តែខ្ញុំចង់ឲ្យមានការកាត់សេចក្តីមួយកុំទៅតាមអ្នកទស្សនាព្រោះអ្នកគូទស្សនាគាត់ឃើញភ្លាមតែមាន 1J 2J 3J 4J 5J រហូតដល់ 10J 100អ្នកទៅ J ទាំងអស់មានហេតុផលតែបន្តិចបន្តួចទេអញ្ចឹងខ្ញុំអត់ចង់ឲ្យសង្គមមួយហ្នឹងពុះពេញទៅដោយអាមថា J ទាំងអស់គ្នាហ្មងបើថាគេបកស្រាយមិនក៏អត់ព្រមណាឬក៏ K01 បកស្រាយមិនក៏អត់ព្រមទេថា K01 ធ្លាប់មានប្រវត្តិអីជាដើមយើងនឹងដឹងមកអញ្ចឹងណាក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនពិចារណាឲ្យគិតត្រឡប់មកវិញតើយើងកាត់សេចក្តីដោយការមើលឃើញដោយកតេឬក៏អកតេបើដោយកតេមានន័យថាឃើញភ្លាមវិនិច្ឆ័យភ្លាមបើអកតេឃើញហើយមិនតាន់គិតទេមើលហើយបានពិចារណាតាមក្រោយហើយស្ដាប់ហេតុផលអានឹងហៅថាអកតេឯងអកតេមានន័យថាឃើញហើយអត់តាន់គិតទេយល់ទេឃើញហើយអត់តាន់គិតទេតែបើកតេឃើញភ្លាមវឹបដូចកូនក្មេងអញ្ចឹងបើថាវាឃ្លានអីវាឃ្លានហ្នឹងហ្មងអានឹងហៅកតេហើយបើអកតេឃើញហើយបើគិតថានឹងមិនល្អអត់យកទេអត់ចង់បានទេអញ្ចឹងណាបងប្អូនប៉ុណ្ណឹងចោះបាទ